Hello and gentlemen, welcome to the Guy Channel ហើយនេះគឺជាភាពបន្តនៃរឿងដើម្បីរស់របស់យើង Admin គ្មានពីអ្វីច្រើនទេក្រៅពីអរគុណសម្រាប់ការគាំទ្រដូច្នេះកុំឲ្យខាតពេលតោះចាប់ផ្ដើមឡើងមកពួកយើងក៏បានឃើញនៅក្រុមជើងកាងមួយដែលមានសមាជិកច្រើនគួរសមកំពុងឆ្លែឆ្លាតាមចាប់បរិមម្នាក់ដែលបរិមម្នាក់នោះកំពុងបោះពួកយ៉ាងលឿនរត់ចេញពីពួកគេពិសេសគាត់មានកាន់កាបូបខ្មៅមួយសង្ស័យតែក្នុងនោះមានលក្ខអ្វីអាចកំបាំងយ៉ាងគាត់បាននិយាយថាពួកអាចចម្រៃហេងវ៉ានេះកាត់មកមើលដាជនឯនេះវិញគេកំពុងដើរសម្ដៅទៅកាត់ហាងភីសាដោយសពមួយដងដើរបណ្ដាគឺទៅកាន់ក្រាស់របស់ខ្លួនបណ្ដាក៏ព្រោះតែពេលវេលានៅក្បែរនាងជាពេលវេលាដ៏សែនមានន័យតាមមើលទៅខ្ញុំគួរតែព្យាយាមចូលទៅចិត្តនាងហើយបានបើបេះដូងលោតរហូតដូច្នេះដែលណាទប់ជាប់កើតក៏ប៉ុន្តែគេក៏រៀងខ្វល់បន្តិចផងដែរព្រោះមុននេះពួកគេក៏បានជជែកគ្នាម្ដងដែរអំពីក្រុមដែលមានអំណាចហេងវ៉ានហាន់ជីប្រាប់ពួកគេឲ្យនាំគ្នាប្រុងប្រយ័ត្នព្រោះតែថ្មីនេះមនុស្សមកពីហេងវ៉ានបានមកកាន់តំបន់គេទៀតហើយដូច្នេះគោលដៅពួកគេក៏មានអ្នករកគ្នាផងដែរចង់មិនចង់ពួកយើងបានសន្យាឲ្យថាមិនរត់គេចទៀតទេពួកយើងនឹងតបតហើយបង្ហាញឲ្យពួកគេឃើញថាក្រុមចុងហាន់ជីជាអ្នកណាទៀតសោតពេលនេះដាជនបានមកដល់ហាងភីសាហើយគ្រាន់តែបើកទ្វារចូលភ្លាមគេរៀងភ័យក៏ព្រោះតែគេឃើញម្ចាស់ហាងមានរបួសដៃដាជនក៏ចូលទៅសួរនាំទាំងបារម្ភគេខ្លាចថាក្រុមហេងវ៉ានបានមកធ្វើបាបគាត់ក៏ប៉ុន្តែសំណាងល្អម្ចាស់ហាងគ្រាន់តែជាពុបជើងដួលប៉ុណ្ណោះចោះយូរហើយ7ប្រាប់យើងខ្មៅឯងហ្នឹងណាបន្ទាប់ពីសន្ទនាដាជនក៏ដើរទៅកាន់ចង្ក្រានដើម្បីចាប់ផ្ដើមការងារប៉ុន្តែពេលចូលទៅដល់ភ្លាមគេសឹងតែជ្រុះថ្លើមមិនឲ្យដាឈឿនជ្រុះថ្លើមមិនទេយើងមើលទៅស្អីគេហ្នឹងពេលនេះណាអូនកំពុងចង់ខ្សែអាវឲ្យបរិះផ្លែមុខម្នាក់ដែលនេះជាហេតុធ្វើឲ្យដាជនមិនសនុកក្នុងខ្លួនទេណាអូនអើយណាអូនគ្រាន់តែចង់ខ្សែអាវសោះចាំបាច់ឲ្យពីក្រោយធ្វើអីម្យ៉ាងទៀតបរិះម្នាក់នោះក៏ដើរមករាក់ទាក់ជាមួយនឹងដាជនព្រោះតែគេបានស្គាល់តាមរយៈណាអូនបានប្រាប់តើនេះជាលបងដាជនលោកអាចហៅខ្ញុំថាស៊ូហូបានព្រោះតែលោកបងមានអាយុបងខ្ញុំ1ឆ្នាំនឹងហើយគ្នាយើងអាប៉ែម្នាក់នេះឈ្មោះថាស៊ុងហូជាបុគ្គលិកថ្មីនៃហាងភីសាដាជនក៏រាក់ទាក់ទៅវិញក៏ប៉ុន្តែនៅក្នុងចិនបាញ់និយាយទេលែងដៃយើងទៅអាស្អីគេនេះយើងចូលចិត្តអីសោះនេះរួចមកពួកគេក៏ចាប់ដើរធ្វើការដោយសារតែស៊ុងហូមកថ្មីមើលទៅគេមិនសូវមានបបពិសោធន៍ជាហេតុនាំឲ្យដាជនត្រូវតែនៅចាំបង្ហាញបង្រៀនគេគ្រប់ពេលយីគ្រាន់តែលៀងចាសោះក៏អត់ចេះដែរសុំទោសលបយ៉នេះសូមអភ័យទោសផងលោកអាពាក់ក្បាលទៅក្រួយនឹងទៅចូលថ្មីចឹងគ្នាអត់សូវគេទទួលភ្ញៀវម៉ានទេដាជនពេលឃើញស៊ុងហូចាប់ខុយគេក៏ចាប់ផ្ដើមលួចញញឹមហើយព្រោះតែឥឡូវទៅគេយល់ថាមនុស្សដែលមានបបពិសោធន៍ការងារនិងមនុស្សដែលគ្មានបបពិសោធន៍ការងារខុសគ្នាយ៉ាងម៉េចស៊ុងហូក៏រៀងអន់ចិត្តដែរព្រោះតែខ្លួនមិនសូវមានប្រយោជន៍សោះប៉ុន្តែណាអូនក៏ចូលមកលើទឹកចិត្តណែនាំបន្ថែមក្រោយមកស្រេះពេកស៊ុងហូក៏នាំដាជនចេញមកក្រៅដែលគេចង់បន្ធូរអារម្មណ៍ដោយការជួបបារីដែលនេះក៏ធ្វើឲ្យដាជនរៀងគាំងផងដែរពួកគេក៏ចាប់ដើមសំណេះសំណាពីនេះពីនោះរហូតបានធ្វើឲ្យដាជនចាប់ដើមអាណិតទៅលើគេក៏ព្រោះតែជីវិតគេដូចជាជីវិតរបស់ខ្លួនណាក្នុងការសន្ទនានោះបង្ហាញថាស៊ុងហូក៏បានជប់រៀននិងបានរត់ចេញពីផ្ទះហើយអ្វីដែលគេចង់បានពីនេះគឺជាលុយស៊ុងហូក៏សរសើរទៅកាន់ដាជនដូចគ្នាដែលមើលទៅដាជនពិតជាលុយណាស់ចំណែកឯខ្លួនវិញលុយក៏អត់ការងារក៏ធ្វើមិនកើតទីពឹងក៏គ្មានតើទៅមកទៀតសឹកខ្មៅអ្វីលើនៅរឿងរ៉ាវទាំងអស់នេះដាជនពិតជាយល់ច្បាស់ណាស់ព្រោះតែគេក៏បានឆ្លងកាត់ដែរហើយក៏យល់ថាស៊ុងហូចាក់ចេញពីផ្ទះគឺមានមូលហេតុគេក៏ញញឹមឡើងនិងបានប្រាប់ថាណែកុំគិតច្រើនពេកបើគិតច្រើនស្អែកបាននេះគិតទៀតយ៉ាងណាក៏ដោយការចាក់ចេញពីត្រនំហើយផ្សងព្រេងនៅលើដងផ្លូវវាពិតជាមិនងាយស្រួលទេដូច្នេះខ្ញុំនឹងប្រាប់ឯងនៅបទពិសោធន៍ទាំងអស់ដែលខ្ញុំបានជួបប្រសិនបើឯងចង់ដឹងស៊ុងហូក៏ញញឹមឡើងព្រោះដូចជាគណៈពេលនេះខ្លួនមានមិត្តដែលយល់ចិត្តអញ្ចឹងហើយការសន្ទនាដ៏សែនសប្បាយក៏ប្រព្រឹត្តទៅយ៉ាងរលូនស្អែកឡើងដាជនស៊ូប្រៃមែនទែនក៏ព្រោះតែគេស្ទើរតែមិនចង់ជឿនឹងភ្នែកខ្លួនឯងដែលពេលនេះឃើញតែកាន់សូហូដូចជាអ្នកជំនាញធ្វើវីសាអញ្ចឹងទាសោតសំបីចានក៏គេលាងស្អាតភ្លឹងរីឯការទទួលភ្ញៀវវិញមិនបាច់និយាយតែម្ដងការនិយាយស្ដីផ្អែមល្ហែមបូករួមជាមួយនឹងសម្រស់រាងស្អាតដែរគឺថាភ្ញៀវក្នុងហាងបានកើតឡើងយ៉ាងឆាប់រហ័សសំបីតែណាអូននិងម្ចាស់ហាងក៏សរសើរមកដាច់ពីមាត់ផងដែរនៅសមត្ថភាពរបស់គេមិនស្មានសោះថាស៊ូហូត្រឹមតែមួយថ្ងៃចាប់បានស្ទើរតែទាំងអស់ដែលនេះបណ្ដាលឲ្យដាជនរៀងចំណែកក្នុងចិត្តតិចដែរពិសេសរត់តែចំណែនពេលដែលឃើញណាអូនចូលទៅស្និទ្ធស្នាលជាមួយនឹងគេហើយអារម្មណ៍មួយនេះមានតែអ្នកដែលស្រឡាញ់គេដូចជា fan admin អញ្ចឹងទៅយល់ថាវាពិបាកយ៉ាងណាត្រូវអត់គ្នាយើងទ្រាំបានទេដាជនក៏រត់វឹងចាក់ចេញពីអ្នករកគ្នាដែលឃើញដូច្នេះអ្នកទាំងពីរក៏កែនឹងដាជនបងដែរដាជនកើតអីចេះណោះមានកើតអីធ្វើឲ្យនឹងខ្លួនឯងហើយដោយចិត្តចំណែនផងអន់ចិត្តផងដាជនគិតថាមិនយកចិត្តធម៌សោះខ្លួនគេខំរៀនធ្វើការយ៉ាងលំបាកតម្រុំតែចេះមិនតែអាប៉ែស៊ុងហូវិញរៀនតែមួយថ្ងៃចេះបាត់មិនតែប៉ុណ្ណេះមើលទៅណាអូនដូចជាចូលចិត្តណាស់អញ្ចឹងឃើញចឹងអីពីណាធំបានអាឡៃតែឈរសេតរំពេញនោះក៏មានបរិបទម្នាក់បានមកចាប់ស្មាគេពីក្រោយ
đài ní không biết là chừng ấy thế cứ chơi bờ ròm mà nét đại ba đột kích tranh bị còng mà nó màu bị hành vàng ca bị ba cái ba đứa bành mày nỉ kê pe ní bay như trâu cứ bầm nón cho hai đá trốn chui khả năng đá trốn kén chỉ mùi nâng kê đôi kia ơi hồi nhà bạc cạnh nó bắn đàn thôi tạm cho tạm láng bạt với trắng vậy bên to bị cây tránh bị trường càng đằng nô bờ ròm mà nè đi bờ chỉ ở cuốn thờ đo đá trốn nè đá trốn cọc chơi diêm xua ta kia nó chỉ bị nà kê rồi mi rừng ấy ban chỉ kia đánh tạm lừa đôi ní kế đến xã sơ chọi đáy tại đời xã đá trốn xua pe kế có chọi thả nhóm một bị cầm là bay mui mùa tháng châu hắn chia sai ghê bé nói con này dày tỏ ta ấy thọp lừa ót cầm châu hắn chia là bay na bữa đôi cầm ní thọp ban từ vì bữa đôi cầm mà bẹ chiêng màu bị hành ván mà rồi nè riệp đôi cái tên chân lừa hai đá trốn cái chạp và đá mùa mày bữa đôi bẹ ní ban của họ luôn tầng lời hai anh đá trốn cái xua tiệt hai cho pina cái đây tam ai nâng mi pina tiết cứ muốn một pi hành hoa nữa hơi đi dây bàn tay bên này bắt đầu bây nhận đi một toàn là món mình chăm chú bộ cái có chạp đám xâm phớt từ lừa kế tay mà đo phần tay cái nạn đâu bắt đầu này đi có chạp vào róm năng vào tầm miếng rồi bỏ đá chuẩn hey tại pina cái đá chuẩn là bàn chói to tê cái có stu sốt từ bắt đầu này đi mũi đáy đài một đáy đi bay chim tại hỏi đá chuẩn có prap bẹn đi thả bàn hai cầm cho mua cho hắn chi một ly soi tiệt ri ai bẹn đi chạp đám chẹp ăn hơi cho phai anh ba đập bật hai ta đi chấm lấy ai bắt đầu bây nhận đi đôi từ mũi đáy rồi bỏ đá chuẩn cuộc ba cái có chạm đám được khơi thả đá chuẩn có chim mà nét được không chân áo còn cho hàng chị đài bàn tay cả nô bùa kỳ khinh đá chuẩn soi pe từ bàn to đi dây điểm đàm soi cho mót từ cán kề tai thà bùa năng miền từ đằng ấy thả đá chuẩn pe nít prai bùa bay đây học xâm được rè nó kề có chạm đám xâm độc từ xuân mũi đáy tiệt bàn đào là phải đi đinh sạch khi này kia kề pi nhà đi có nhà bà master đài có bàn tay bùa kia nơi tay cực lớn xâm độc cho từ vì bà hà đá chuẩn trong lại ai tuổi dân khơi chân hói đá cháo pin cảสมบัติตรำตาปัวเจาะจานมีอะไรตระขนาดตระตายมาเนี่ยมาได้เรียบโดยกระเตบาเตอร์หายเคยโดยชนะบรอแบบนี้ก็เดินถาบรอได้ในจำพวกมกล้วนคือจีสมาชิกฮันจีเกก็จับรามเพย์ปลัวบานในใจก็เหาะมโนฮบ่มร้องนึงรถเจนจะหายดาจนก็บานจับบานแน่ปรามเยอะจะบาเมื่อมีเรื่องไอ้กะลายให้รวยพันใจให้ว้านได้ตามไอ้บาเหมือนปรามเตะไอ้จะบาเชียโดยเคยดาจนทั่วทุกมุมจังเกก็พร้อมปรามเตะตั้งเปิดเกจีสมาชิกมันเนี่ยระบบให้ว้านพองได้กรอนแต่ลือทาสมาชิกระบบให้ว้านดาจนก็เทียนกันดับได้แต่ตัวบรรดาเลยเกจับดามเพย์กันแต่ครั้งเอาเต้ยมบานจ่าใช่ห้อยเตอบ้านเชียร์เมียนเนี่ยได้ตามชมนั่งนะรอนะนี่ยายจะบ้ามาหกเตี้ยสาวเก๊ก็บังหันเตี้ยถาบนต่อไปแปะเชียงเตอบ้านกรมเจ้าฮันเชียร์บีไปดูเมย์ท้องระบบให้วานก็จับดามไอคอนใจกายปลายกลาฟโดตุ่มล้อทัวร์แกhaiปูเก๋ก็ตัวบ้านลอยอย่างจานปีกาจอกกิจสนยามเซ็งได้สอดตายมันเหมือนจีเรือละอลอยบนต่อมอเก๋ก็ปรับดาชนเตี้ยถาบ้านจิกลวนจ่าเชิงปีให้วานกับรู้ตายบอรอมแนโนได้บอรอมแนโนกำปงดากัดปูเก๋haiกอดคือเชียร์พวกระบบคลวนให้เอาไว้แต่ใจดอนนั่นคือทางบอรอมแนนี่ให้ได้เตอบ้านดาจนช่วยสังครูปีกรมเชียงกลางกล้าไปเพียบมนตาคดียังมีจามอดเดินในเรื่องราวมวยนี้คือชื่อจับนะรวยกับบ้านมาต่อทางพวกขยมคือชีเนี่ยดำนางในขนมดำบอนี่ก้อนหนึ่งขยมมันเซอร์เตอร์คดีเตะปรากฏตั้งแต่ได้บนโต๊ะเตอดอกขยมมองปีการเรียนแต่งแต่ขยมมันโจจัดรวยเมื่อขยมก็สำหรับจัดจ่าที่มีพิเศษหายจับดามโจรุ่งกรมจีมวยในแห่งวานไปดูหายแต่ขยมเป็นอารมณ์จากครูนไอ้นึกออกจาก็บันไดเอาไว้กรบย่างมาโดยขยมกันเตะมันอยู่บนมันขยมก็จับดามซอกเพิ่มจีมวยนั่งตึงเวอร์ดอกขมังเงินระบบกรมแห่งวานมวยนี้เบื้องเกสไอ้ก็ทัวร์ได้เอาแต่บานลอยมันหาจับจมรัดหรือก็กลับสำหรับโนเตหายมีนเปย์มวยนกให้วานก็ตัวบานปราอย่างจานดอยอ้อยมโนคล้วนเตอร์สำเร็จพวกขยมได้จีเนี่ยดำน้ำในขนมดำบอลมวยนี้บนต่อปีเกดังทางขยมนั่นคือจีโก้ระบบกวดผู้เกก็จับดามจับจมรัดขยมดอยมันควอเตทางจีสมาจิคล้วนโดยชนะเป็นไฮพอนะอ้อยขยมเลยจีมวยน้องผู้เกตีได้ขยมก็ลุยสำหรับเพียรกัดมวยนี้หายจ่าเชิงเพลียมโดยชนะให้บานเชียร์เมียนปุ่นนุ่มมาตามขยมนั่งไงกรอยปีดังในเรือรามวยนี้ได้จนก็เรียงอันดัดเกพองได้หอยเกย์เปิดชื่อจับครั้งนะกร้อยปีดังเท้าปกคล้วนเตอร์บานปุ่นโดยเฟือบามกรอนตายสมไทยเกย์เรียงลอยได้ซาแต่คล้วนนั่งเอาปกมันเซอร์เตอร์คเนียสมบายบนกระจอเตคเนียยังอาเปะเมนนี้ชมัวท้าอินวันจงได้จิโก้ระบอเนี่ยดำน้ำประจำสังกัดมวยนี้ได้จนกับบานปราบเตเกย์ท่าไอ้สำนักชิคช่องได้เมนปกลอไอ้ดังอดก็เตอร์บานปุ่นนุ่งวีเธอบามก็รู้ตายตามเราไอ้ดังหายหรือแบบนี้หายอยากไปอินวันก็สำรวจตึกผนึกมองแต่งอูดามก็บ่ดังทำให้เรื่องนี้การล้างดัดขาดเกมรุดแทงปีบแตโนเตสำหรับตัวสาวในการดังกำหอก่อบานนอไม่ได้โจนจับดามกันโดยขณีขณะเป็นนี้เกจูมโนปีเนี่ยห้อยได้บ้านโรเจนปีเตียแต่ถ่ายเป็นในสถานพิบกรุษาเกลอนะแน่จำขยมช่วยไอติจอหรือหาอินหวานเดียบแฉะติด
តែគេក៏សប្បាយចិត្តព្រោះមានជំនួយពីដាជនដែលជាក្រុមនៃហានជេក្រនបាជាងគេម្នាក់ឯងដែលមិនពូកែពេលគ្នាសោះសាច់រឿងក៏បានកាត់មកអាគារមួយខ្នងដែលនៅទីនេះគេក៏បង្ហាញពីអបិជាងដែលបាត់មុខយូរហើយបន្ទាប់ពីចាញ់ហានជីគេក៏ត្រូវបានបណ្ដេញចេញពីក្រុមហើយឥឡូវគេមកឡាំប៉ាជំទាវឡែតថាអយុធធម៌អញ្ចឹងទៅទាសោរំពេចនោះក៏មានវត្តមានបរិម្នាក់ដើរមកពីក្រោយខ្នងគេរួចក៏ចាប់ក្បាលគេជាប់Good job bro ទាសោតម្នាក់ខ្ពស់មានដាំងនេះគាត់ឈ្មោះថាបេងការ៉ាគឺជា Hangwan Executive Member ឬអាចហៅថាជាសមាជិកគ្រប់គ្រងនៃ Hangwan ហើយក៏ជាមេគេម្នាក់ផងដែរពិសេសគេម្នាក់នេះហើយដែលបាននិយាយហាមឃាត់អបិជាងកុំឲ្យទៅប៉ះពាល់ក្រុមហាន់ជេដែលនាំមករឿងញ៉ែអញ្ញៃក៏ប៉ុន្តែអបិជាងដូចជាមិនចេះស្ដាប់សោះបានគេទុកជីវិតឲ្យចាត់ទុកថាសំណាងពេកទៅហើយតែថាអបិជាងមិនព្រមទេនៅតែជំទាវឡែកអញ្ចឹងដល់និយាយផ្លូវព្រះធម៌មិនស្ដាប់ប្រូបេងការ៉ាក៏រះតែម្ដាយទេអបិជាងប៉ាំងចុង80ម៉ែត្ររួចក៏សន្លប់ភីងហេតុការណ៍នេះបង្កឲ្យកូនចៅគេមានការភ្ញាក់ផ្អើលមិនស្ទើរទេគ្នាយើងដឹងរួចមកហើយថាអបិជាងខ្លាំងប៉ុណ្ណាការដែលបញ្យល់ជាមួយនឹងក្រុមហាន់ជេកុំតែបានមេធំហាន់ជេចេញមកទេទើបអាចយកឈ្នះគេបានដោយឥឡូវមកខ្ចប់ត្រឹមតែម្ដាយរបស់អបិការៈនេះទៅវិញបន្តិចក្រោយមកក៏មានបរិម្នាក់ទៀតពេលអាវធំមើលទៅដូចជាអ្នកធ្វើការក្នុង office ដែលម្នាក់នេះក៏មិនមែនធម្មតាដូចគ្នាយើងគិតដែរគាត់ឈ្មោះថាហាន់ជុនមីនជា Executive Member នៃ Hangwan និយាយចំទៅពាក្យថា Executive Member ហ្នឹងគឺជាសេរីមេផ្នែកសមាជិកគ្រប់គ្រង Hangwan ចឹងទៅណាលក្ខណៈថា Hangwan ហ្នឹងគឺជាឈ្មោះក្រុមធំហើយនៅក្នុងក្រុមធំចែកចេញជាក្រុមតូចៗច្រើនទៀតហើយនៅក្នុងក្រុមតូចៗទាំងអស់ហ្នឹងសុទ្ធតែមានមេធំម្នាក់ដែលមេធំម្នាក់ទាំងអស់ហ្នឹងហើយទើបហៅថា Hangwan Executive Member ហ្នឹងណាសង្ឃឹមថាគ្នានឹងយល់ចោះអូខេឥឡូវតសាច់រឿងអបិចុងមីនបានមកជួបអបិការៈដើម្បីឲ្យគេធ្វើការរឿងមួយតែថ្មីនេះក្រុមការងារពួកគេទទួលបានសំណើពីអតិថិជនម្នាក់ឲ្យទៅសម្លេះក្រុមចូលហានជេលអបិការៈក៏ឆ្ងល់ដែរពីអតិថិជនអាត់កំបាំងម្នាក់ហ្នឹងព្រោះបើតាមដឹងគេមើលទៅក្មេងណាស់តែគេមានលុយមកពីណាសម្រាប់ជួពួកគេយ៉ាងណាក៏ដោយសម្រាប់ Hangwan ពួកគេមិនខ្វល់ទេឲ្យតែបានលុយប៉ុណ្ណឹងស៊ីផុយល្អណាស់ត្រូវតែសម្រេចកុំឲ្យបរាជ័យដូចជាអបិជាងអីសោះមិនអីទេសម្រាប់យើងគ្មានបញ្ហាឡើយងាកមកមើលហាងពិសាឯនេះវិញដាជនដូចជារីករាយនឹងមិត្តភ័ក្តិថ្មីរបស់ខ្លួនណាគេក៏បានប៉ាពិសាឲ្យប្រូអ៊ីនវ៉ាងព្រោះថាខ្សែជីវិតពួកគេទាំង3នាក់នេះបើមើលទៅដូចគ្នាពេកហើយរួចមកពួកគេទាំង3ក៏ស្គាល់គ្នានិងបាននិយាយពីមូលហេតុដែលនាំឲ្យខ្លួនចាកចេញពីផ្ទះដោយឡែកសាច់រឿងក៏បង្ហាញប្រាប់ពីប្រវត្តិរបស់ប្រូសុងហូគេនិយាយថាខ្ញុំបានបាត់បង់ម្ដាយតាំងពីនៅតូចគាត់បានស្លាប់ហើយឪពុកនិងខ្ញុំពិតជាឈឺចាប់ណាស់ក្រោយមកទៀតប៉ារបស់ខ្ញុំក៏យកប្រពន្ធថ្មីដើម្បីបំពេញចំណុចខ្វះខាតនៃគ្រួសារពិសេសដើម្បីឲ្យខ្ញុំមានសុភមង្គលឡើងវិញប៉ុន្តែក្តីសុខមួយនេះមិនថិតថេរនោះទេព្រោះចាប់តាំងពីម្ដាយចង់ខ្ញុំមានកូនមកឪពុកមិនសូវរីវីរវល់នឹងខ្ញុំឡើយមិនតែប៉ុណ្ណោះខ្ញុំក៏ដឹងពីចរិតពិតរបស់ម្ដាយចង់ដែរតាមពិតទៅគាត់អាក្រក់ណាស់គាត់បានវាយដំនិងជេរស្ដីខ្ញុំគ្រប់យ៉ាងគ្រប់ពេលដែលលោកប៉ាមិននៅទាសោតខ្ញុំក៏ចង់យករឿងនេះទៅប្រាប់លោកប៉ាដែរក៏ប៉ុន្តែក្រោយពេលដែលខ្ញុំបានឃើញស្នាមញញឹមរបស់គាត់ដែលមានជាមួយនឹងគ្រួសារថ្មីនេះខ្ញុំក៏មានអារម្មណ៍ថាខ្លួនគឺជាចំណែកលើសដូច្នេះហើយខ្ញុំក៏សម្រេចចិត្តចាកចេញពីគ្រួសារមួយនោះទៅលើនៅរឿងរ៉ាវមួយនេះដាជននិងអ៊ីនវ៉ានមិនស្មានសោះថាពួកគេពិតជាកំសត់ដូចគ្នាអញ្ចឹងនេះបានហៅថាមើលតែសម្បកក្រៅពិតជាមិនដឹងទេក្រោយមកមេក៏ងងឹតពួកគេទាំង3ក៏ចាប់ផ្ដើមមកបាយគ្នាទៅរកកន្លែងរៀងៗខ្លួនប៉ុន្តែមុននឹងទៅប្រូអ៊ីនវ៉ានក៏សួរទៅកាន់ដាជនថាហេតុអ្វីបានជាមកជួយពួកគេទាំងពីរដាជនញញឹមនិងបានឆ្លើយថាក៏ព្រោះតែពួកឯងគឺជាមនុស្សល្អលើដូច្នេះហើយពួកគេរំភើបមិនស្ទើរទេណែពួកយើងបង្កើតក្រុមមួយទៅល្អទេសំណើចកាកាយក៏បានមិនលើឡើងមុននឹងដាជនបានចេញទៅដាជនចិត្តល្អណាស់មែនហើយងាកមកមិនឆ្ងាយប៉ុន្មានពីពួកគេមានសមាមនុស្សម្នាក់កំពុងនិយាយទូរស័ព្ទដែលម្នាក់នោះគ្មានអ្នកណាឆ្ងាយឡើយគឺជាអបិការៈហើយគេកំពុងតែតាមដានដាជនដូចគ្នាមិនដឹងជាមានគម្រោងអ្វីទេនេះឥឡូវកាត់មកមើលផ្ទះហាន់ជានេះវិញដាជនក៏យករឿងរ៉ាវទាំងអស់ដែលខ្លួនបានជួបនៅថ្ងៃនេះប្រាប់ទៅកាន់មិត្តភ័ក្តិខ្លួនជាលទ្ធផលពួកគេមិនសូវពេញចិត្តឡើយក៏ព្រោះតែការជួយពួកគេដែលជាអ្នករត់ចេញពីផ្ទះហើយមានតំណែងតំណងជាមួយនឹង Hangwan បែបនេះនឹងនាំបញ្ហាដល់ពួកគេជាមិនខានពិសេសពួកគេទើបតែជួបគ្នានឹងដូចជាមិនទាន់ស្គាល់ចិត្តស្គាល់ថ្លើមនិងប្រវត្តិគេច្បាស់ឡើយដូច្នេះវាពិបាកទុកចិត្តណាស់នៅយប់មួយនោះដាជនគេមិនលក់នោះទេគេបានពិចារណានៅអ្វីដែលមិត្តភ័ក្តិខ្លួនបានប្រាប់ប៉ុន្តែតាមចរិតរបស់ដាជនគេមិនអាចបើកភ្នែកមើលបានឡើយនៅថ្ងៃបន្ទាប់សាច់រឿងបានកាត់មកក្លឹបកំសាន្តមួយកន្លែងដែលនៅទីនេះគេក៏បង្ហាញឲ្យយើងឃើញថាដាជនសឹងហូនិងអ៊ីនវ៉ានបានមកតាមដានលោកពូម្នាក់ដែលលោកពូម្នាក់នេះហើយគឺជាអ្នកជួលឲ្យក្រុម Hangwan ទៅចាត់ការពុកខ្លួនដែលជាអ្នកតំណាងប្រចាំតំបន់លោកពូម្នាក់នេះគាត់ឈ្មោះថាគីមហ៊ីយូមិនមែនគីមចុងអ៊ុនទេណាសូមគ្នាយើងកុំច្រឡំគាត់ក៏ជាអ្នកតំណាងប្រចាំតំបន់នេះផងដែរ
មូលហេតុដែលគាត់ធ្វើបែបនេះទៅដាក់ឪពុកអ៊ីនវ៉ានក៏ព្រោះតែគាត់ចង់ដណ្ដើមតំណែងអ្នកតំណាងប្រចាំទីក្រុងជំនួសឲ្យប៉ារបស់អ៊ីនវ៉ានគាត់ក៏បានចូលទៅក្នុងក្លឹបតែធ្វើឲ្យប្រូ3នាក់នេះចាប់ផ្ដើមគិតហើយថាគួរចូលទៅតាមអត់ព្រោះថាគេតន់គ្រប់18ផងហ្នឹងចូលអត់កើតទេអីនឹងឲ្យគ្នាយើងមកនិយាយថាអត់តែទាំងវើចេញមកខុសស្រឡះតែម្ដងពួកគេក៏ចូលមកកាន់ក្លឹបបានសម្រេចមូលហេតុដែលពួកគេចូលមកបានក៏ព្រោះតែអត្តសញ្ញាណប័ណ្ណคล้ายៗរបស់ប្រូអ៊ីនវ៉ានការបើកមើលបន្ទប់មួយដែលលោកពូហ៊ីយ៉ូក៏កំពុងតែផឹកស៊ីយ៉ាងសប្បាយជាមួយនឹងកញ្ញាសាច់សមាត់ខៃប្រៀបដូចជាសម្លៃគាត់មកតែម្នាក់ឯងទេតែមកដាច់មកតុកតែម្ដងរីឯស្រីកំដរបាញ់និយាយទេដោយឃើញពូមានលុយច្រើនពេកកញ្ញាម្នាក់នេះក៏សួរទៅកាន់គាត់ថាពូរកស៊ីអីបានជាលុយច្រើនម៉េចឮតែប៉ុណ្ណេះគ្មានចាំយូរទេលោកពូក៏ទះគេមួយកំភ្លៀងទៅរួចក៏ចាប់ផ្ដើមបួមម៉ៅឆោឡោតែម្ដងណែបើនាងចង់ដឹងលុះត្រាតែនាងឯងស្លាប់សិនឃើញហើយចាំការទៀតពួកកញ្ញាក៏នាំគ្នាចាក់ចេញពីគាត់អស់លីងខណៈដែលគាត់កំពុងតែមូម៉ៅក្តៅកាហាយតែម្នាក់ឯងនឹងទៅដឹងជាស្អីទេពូបែកមិនទេនេះឃើញឱកាសល្អប្រូ3នាក់នេះក៏នាំគ្នាចូលទៅកាន់បន្ទប់លោកពូហ៊ីយ៉ូតែម្ដងណែពូមានរឿងចៃគ្នាបន្តិចស្អីគេពូអាកូនក្មេងអស់នេះឯងមករកអីក្រោយមកអ៊ីនវ៉ានក៏បានប្រាប់ឲ្យគាត់ដកនៅសំណើក្នុងការជួយក្រុមហេងវ៉ានឲ្យទៅចាត់ការពុកខ្លួនបើមិនចឹងទេតិចដឹងគ្នាហើយតែថាបន្តពីពូហ៊ីយ៉ូដឹងថានេះគឺជាអ៊ីនវ៉ានគាត់ក៏អត់ខ្វល់សំខាន់ពូមានលុយពូធ្វើអីក៏សមដែរយីអាតាកាចាស់នេះណែធေါ်តិចមិនចង់បានធေါ်ក្តៅមែនទាសោតទៅពេកនោះក៏មានបរិស3នាក់បានដើរចូលមកដែលម្នាក់មេគីនេះគាត់ឈ្មោះថាលោកផាក៏និយាយថាពួកអាក្មេងៗសម័យអស់នេះឆ្លើយមិនໄວអត់ចេះគោរពចាស់ទុំសោះឃើញលោកផាដើរចូលមកលោកពូបានចិត្តបដ ாய் ណែលោកផាជួយចាត់ការអាក្មេងក្បាលខ្មៅអស់នេះតិចមើលកុំឲ្យវាឆ្លើយពេកឬនៅមេខ្លួនបញ្ជាមានអីនឹងបដិសេធគេក៏បានដើរសម្ដៅទៅរកអ៊ីនវ៉ាននិងសឹងហោទាំងទឹកមកកំណាចណែសឹងហោតែឯងថប់បញ្ជូនគ្នាអត់ផងយីអាលបយកាច់យើងក៏អត់ចេះដែរណាមិនចាំយូរខណៈដែលលោកផាហក់មកបំរុងនឹងវាយទៅលើពួកគេក៏ស្រាប់តែត្រូវបានដាជន់សុតមួយដៃផាំងមួយដៃនេះប៉ើងខ្ទៀតដល់កលៀនជាងបណ្ដាលឲ្យអ្នករាល់គ្នាមានការកាំងយ៉ាងខ្លាំងលោកពូហ៊ីយ៉ូក៏រៀងភ័យតិចដែរពេលឃើញចឹងដាជន់នៅទីនេះហើយចង់ប៉ះស្រួលមិនគេប្រាប់ឲ្យមើលខ្លួនថានៅពីក្រោយនឹងហើយខ្ញុំគឺជាអ្នកចាត់ការលោកផាពេលត្រូវម្ដាយចឹងក៏រៀងឈឺដែរគាត់ក៏ឲ្យកូនចៅខ្លួនទៅចាប់ដាជន់ព្រោះចាប់តាំងពីលោកផាបានបើកក្លឹបកំសាន្តមួយនេះគាត់ធ្វើរឿងអាក្រក់ច្រើនណាស់កញ្ញាដែលបម្រើភ្ញៀវនៅទីនេះសុទ្ធតែជំពាក់បំណុលគាត់បើពួកនាងមិនព្រមធ្វើការបម្រើភ្ញៀវទេលោកផានឹងទៅចាត់ការគ្រួសារពួកនាងជាក់ជាមិនខានពិសេសគាត់ក៏មិនដែលខ្លាចរអាជាមួយនឹងភ្ញៀវដែលចូលក្លឹបនោះដែរឲ្យតែឆ្លើយដឹងតែត្រូវថ្មោងទាំងអស់ប៉ុន្តែលើខ្លួនបានជាមកទៅក្មេងម្នាក់វាយបានយ៉ាងស្រួលសួរថាពីណាមិនឈឺរំពេចនោះកូនចៅគេក៏ចូលទៅវាយដាជន់ព្រមគ្នាដាជន់ក៏ចាប់ផ្ដើមកិច្ចឆ្វេងកិច្ចស្ដាំបានឱកាសល្អក៏លួចសុទ្ធទៅវិញខណៈនោះគេក៏ជន់ជើងសត្រូវប្រន់នឹងប្រើក្បាច់ពិសេសតែសយបន្តិចព្រោះតែត្រូវបានលោកហាក់ចូលមកអន្តរាគមធាក់គេមួយជើងប៉ៅស្ទុយរួចក៏បន្តសម្រុកទៅទាត់បន្ថែមដែលមើលទៅកម្លាំងទាត់របស់លោកហាក់ពិតជាមិនស្រាលនោះទេឡើងដាជន់ទប់មិនចង់ជាប់ដាជន់ក៏ត្រូវបានកូនចៅគាត់ចាប់បានរួចមកលោកហាក់ក៏បំបីដបស្រាប្រងយកទៅសម្លេះដាជន់ជាលទ្ធផលមិនសម្រេចនោះឡើយព្រោះតែគណៈនោះក៏ត្រូវបានដបស្រាមួយទៀតហោះស្ទុយមកប៉ះចំដៃរបស់គេបណ្ដាលឲ្យធ្លាក់អាវុធទៅលើដីចំណែកឯបរិមម្នាក់ដែលចាប់ដាជន់អอกมาមិញក៏ត្រូវស៊ីមួយដៃរបស់បរិសងហោឡើងប៉ាងទៅក្រោយទាសោតកម្លាំងដាល់របស់បរិសងហោមិនធម្មតាទេដាជន់ខ្ញុំនឹងជួយឯងទោះបីខ្ញុំមិនពូកែប្រយុទ្ធក៏ដោយជ្រើញណាធ្វើមើលតែខ្លួនឯងលយណាស់ចាស់ចង់និយាយថាខ្ញុំក៏ចង់លយដែរពួកយើងទាំងអស់គ្នាស៊ូជាមួយគ្នាទៅពេលវេលានេះដាជន់មានទឹកមាត់លាវិញហើយ3ទល់3នេះបានហៅថាស្មើភាពប៉ុន្តែតោះត្រង់ថាប្រូសុងហូនិងអ៊ីនវ៉ានមិនធ្លាប់ប្រយុទ្ធគ្នានោះទេដូច្នេះដាជន់ក៏រុញឲ្យពួកគេទាំងពីរទៅប្រយុទ្ធជាមួយនឹងគ្នាគេម្នាក់ចំណែកឯខ្លួនប្រយុទ្ធ2មួយវិញរំពេចនោះប្រូម្នាក់នេះខឹងណាស់គាត់ក៏ស្ទុះសម្រុកចូលទៅកាន់ពួកគេខណៈដែលដាជន់ក៏តបតល់ជាមួយនឹងមនុស្ស2នាក់ពិសេសលោកផាដែលពូកែប្រើជើងពិតជាមិនធម្មតាដាជន់ក៏ធ្វើការកិច្ចឆ្វេងកិច្ចស្ដាំរួចក៏សូត្រផាំងតបទៅវិញគ្រាន់តែកម្លាំងគេមិនសូវជាឈឺព្រោះអីសត្រូវពួកគេពេលនេះគឺជាមនុស្សធំចឹងហើយបានជាលោកផាមានកម្លាំងខ្លាំងជាងតិចយ៉ាងណាក៏ដោយក៏ដាជន់គ្មានថ្ងៃចោះចាញ់ជាដាច់ខាតដោយមានបបិសោប្រយុទ្ធរៀងច្រើនដែរឲ្យតែវាយចំកន្លែងសំខាន់ច្បាស់ជាចាញ់ដូចតែគ្នាហ្នឹងដាជន់ធ្វើការកិច្ចបន្តិចរួចក៏លះទៅមួយដៃចំចង្ការបណ្ដាលឲ្យអាប៉ែនេះដួលភីងនៅសល់តែលោកផាម្នាក់គត់ឃើញដូច្នេះដាជន់មិនចាំយូរឡើយគេក៏សម្រុកទៅដាក់លោកផាមួយដៃខណៈដែលលោកផាបានចាប់កណ្ដាប់ដៃរបស់ដាជន់ជាប់លោកផាពេលនេះខឹងពេញទំហឹងតែម្ដងរួចក៏សុតដាជន់មួយដៃផាច់ដែលកម្លាំងសុតមួយនេះធ្វើឲ្យដាជន់ភ្នែកសឈឺចាប់ខ្លាំងយូរដែរហើយដែលដាជន់ត្រូវបែបនេះលោកផាក៏លែងមើលស្រាគេដូចគ្នាគាត់ព្យាយាមការពារនិងលួចម៉ាត់ទៅកាន់ដាជន់ម្ដងចង់បកាច់បានឱកាសល្អលោកផាក៏ចាប់ផ្ដើមប្រើ Super ដោយបែងជើងដាជន់ឲ្យអស់ចំហរួចក៏ធ្វើការហក់យាកណ្ដាប់ដៃម៉ាត់ទៅលើគេ
ขณะได้ជន់ក៏សម័យទៅដល់អតីតកាលបន្តិចពេលដែលហ្វឹកហាត់ជាមួយនឹងហានជីគ្រាន់តែមួយដៃរបស់ហានជីធ្វើដាជន់ប៉ៅចង្80ម៉ែត្រដាជន់ក៏ឆ្ងល់ដែរថាហានជីមិនបានវាចង់កន្លែងសំខាន់ដែលជាចង្ការរបស់គេទេហើយអ្វីក៏ឈឺម្លេះហានជីក៏ឆ្លើយថាណែល្អិតលើរាងកាយមនុស្សយើងមិនមែនមានតែចង្ការមួយឯណាដែលជាចំណុចខ្សោយនោះគឺមានច្រើនណាស់ចេះស្ដែងដូចជាចំហៀងឆ្អឹងជំនីអញ្ចឹងឲ្យតែឯងបញ្ចេញកម្លាំងឲ្យចំគោលដៅសត្រូវឯងច្បាស់ជាឈឺចាប់រវល់ពេញពោះជាក់ជាមិនខានទាសោតងាកមើលបច្ចុប្បន្នពេលនេះលោកផាក៏ត្រូវមួយក្បាច់នេះហើយតុនជង្គង់ដួលទៅលើដីដូចគ្នាអូយអាបកាច់យោឈឺម្លេះមិនអស់ចិត្តលោកផាក៏ក្រោកឡើងបើការវេបហាទៅលើដាជន់ម្ដងទៀតប៉ុន្តែសូមចូលរួមសោកស្ដាយផងដាជន់ក៏ប្រើក្បាច់ដដែលសុទ្ធចំកន្លែងដដែលមួយដៃចុងក្រោយនេះបណ្ដាលឲ្យលោកផាដួលភីងសន្លប់ឆឹងទីបំផុតជោគជ័យហើយក្រឡេកមកមើលពីអ្នកនេះពួកគេក៏បានផ្ដួលសត្រូវម្នាក់ឲ្យដេកស្អាតផងដែរឃើញនៅហេតុការណ៍នេះប្រូអ៊ីនវ៉ានក៏កាំងបន្តិចព្រោះនេះសុទ្ធតែជាស្នាដៃរបស់ប្រូសុងហូទាំងអស់សង្ស័យមនុស្សអីចេះមិនចេះវាយគ្នាផងខ្លាំងដល់ម្លឹងដាជន់ក៏រៀងភ្ញាក់ផ្អើលដែរតែថានេះគឺជារឿងធម្មតាទេព្រោះនៅកន្លែងធ្វើការប្រូសុងហូក៏ចាប់បានការងារលើដែរដូច្នេះរឿងបន្ទាប់របស់អ្នកទាំង3គឺមកជំរះបញ្ជីជាមួយនឹងលោកពូហេយ៉ូចំណែកលោកផានៅមានកម្លាំងតិចគេក៏មានកំហឹងមែនតែនព្រោះកាលពីមុនគេធ្លាប់បានអោនក្បាលចំពោះក្រុមហេវ៉ានជាធ្នូនឹងការពារមិនរំខានពីពួកគេម្ដងហើយដូច្នេះគេមិនចង់អោនក្បាលចំពោះក្មេងៗទៀតទេលោកផាក៏ចាប់កាន់អំបែងដបនិងបានរត់សម្ដៅទៅកាន់ដាជន់ងាប់ទៅអាចចង្រៃយើរូបពេចនោះសំណាងល្អដែលសឹងហល់ឃើញតាន់គេក៏រុញឲ្យដាជន់ទៅម្ខាងបានឱកាសហើយដាជន់ក៏មាត់ទៅលោកផាមួយដៃទៀតដែរមួយដៃនេះឡើងវីក៏លោកផាបណ្ដាលឲ្យគាត់សន្លប់បានសម្រេចខណៈនេះសត្រូវក៏បានចាត់ការរួចដែរតែថាដូចជាអត់ត្រូវរបួយផងប៉ុន្តែហេតុអ្វីក៏មានឈាមប្រឡាក់ពេញអាវអញ្ចឹងដងងាកទៅមើលសឹងហូចង់ស្លេកមុខឈាមក៏ហូរចេញពីរាងកាយរបស់គេខណៈដែលអំបៃដបបានជាប់ខ្នងគេដូចគ្នាសឹងហូក៏ដួលភ្លាមទៅលើដីបណ្ដាលឲ្យដាជន់និងអ៊ីនវ៉ានរត់ធត់ចង់កាំងណែអ៊ីនវ៉ាននៅឈើធ្វើអីទៀតបញ្ញាប់នំគេទៅមន្ទីរពេទ្យទៅបន្ទាប់មកដាជន់ខឹងខ្លាំងណាស់ក៏ព្រោះតែគ្រប់យ៉ាងមកពីលោកពូហេយ៉ូតែម្នាក់គត់ចង់ទៅណាអាចង្រៃយើងមានរឿងត្រូវចម្រាំជីយ៉ាងមិនដែរគ្នាយើងល្អមើលអត់នៅភាគមួយនេះរៀងវែងតែងហើយណាចឹងកុំមកកាន់ admin អីអូខេសាច់រឿងពេលនេះបានបង្ហាញបណ្ដាហើយដែរពីសមាជិករបស់ហេងវ៉ានចាំមើលតទៅមុខទៀតមានអីកើតឡើងប៉ុន្តែពេលនេះវេលានេះខ្ញុំបាទ Guy bye bye